បានសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជួបខ្ញុំទៀតហើយបាទបងប្អូនគឺថ្ងៃនេះគឺដូរអាជីពមកឬស្វាយចន្ទីម្ដងបាទដោយសារតែប្រហែលថ្ងៃមុនខ្ញុំរវល់ខ្លាំងមែនទែនពុកម៉ែបងប្អូនគឺរវល់ថាទៅនេះទៅនោះអីទៅណាតែពេលទៅគឺថ្ងៃនេះរាំងដាច់លុយចាយដែរបងប្អូនគឺស្រីស្រងមកឬចន្ទីម្ដងចឹងណាបងប្អូនហើយបងប្អូនអាចទស្សនាបានអំពីសកម្មភាពខ្លះដែលខ្ញុំធ្វើរាល់ថ្ងៃបងប្អូនដូចជាឬស្វាយចន្ទីធ្វើនេះធ្វើនោះអីបន្តិចបន្តួចនៅតាមបរិវេណស្រុកភូមិខ្ញុំអីចឹងណាហើយមកនិយាយចូលសាច់រឿងយើងវិញបងប្អូនដល់វគ្គផ្លេសហើយគឺខ្ញុំផ្លេសយកតែម្ដងទៅណាដល់បើនិយាយរឿងការញ៉ាំឬស្វាយចន្ទីបងប្អូនគឺខ្ញុំខាត់មួយថ្ងៃឬមួយថ្ងៃចឹងណាបងប្អូនខានមួយវគ្គដើម្បីថាឲ្យវះជ្រុះរាំងច្រើនដែរបងប្អូនព្រោះចន្ទីមិនសូវនឹងកើតដូចគេទេបងប្អូនចន្ទីបន្តិចបន្តួចគ្រាន់តែថាមកដោះមហូបដោះបងប្អូនអាចមើលបានតាមការជាក់ស្ដែងថាចន្ទីខ្ញុំផ្លេជាបណ្ណាជាបណ្ណៃហ្នឹងបងប្អូនមិនសូវនឹងផ្លេប្រហែលទេដោយសារតែឆ្នាំនេះគឺមិនដូចឆ្នាំមុនទេឆ្នាំនេះគឺរីករាយដាក់ហើយចន្ទីបងប្អូនដោយសារតែវាក្រៀមផ្កាក្រៀមអីផងក៏ក្តឹបក៏មិនបានច្រើនផ្លែក៏ឬមិនបានយូរម្ដងឬបានត្រឹមតែពី3ថ្ងៃគឺអស់ហើយបងប្អូនហើយចំណែកខាងបងប្អូនវិញផែលជាបានច្រើនហើយចំណែកខាងខ្ញុំនេះបងប្អូនគឺតិចតួចមែនទេណាគ្រាន់តែថាមកដោះស្រាយតិចតួចតែបើនិយាយរឿងតម្លៃវិញបងប្អូនគឺស្វាយចន្ទីឆ្នាំនេះគឺថ្លៃមែនទេបងប្អូនតែខុសទៅថាខ្ញុំអត់សូវមានចន្ទីលក់ដូចជាហើយតម្លៃល្អតម្លៃថេរហូតបងប្អូនជាប់ 1K 2K នេះគឺមើលទៅតម្លៃគឺដូចថាសមរួមដែរបងប្អូនគឺអាចទទួលយកបានអីចឹងណាហើយម្នាក់គឺសឹងថាបានច្រើនមែនគីណាបានច្រើនណាបើចំណែកខាងខ្ញុំវិញបងប្អូនហើយបានតែមួយចាយដែរមានអីច្រើនដែរបងប្អូនហើយបើសិនណាយើងចង់ឲ្យតម្លៃចន្ទីស្វាយចន្ទីនេះនៅថេបងប្អូនយើងគួរតែដឹងឲ្យថាផ្លេសក្របផ្លេសអីនេះបងប្អូនយើងក៏ចេះថែរក្សាថាគុណភាពថេគឺយើងត្រូវតែផ្លេសឲ្យស្អាតឲ្យជ្រះសាច់ពីក្របពីអីចឹងណាបងប្អូនហើយគឺនឹងតម្លៃថេរហូតដែរបើសិនណាយើងផ្លេសទៅចាប់សាច់ចាប់អីទៅគឺអាចទៅថានឹងធ្លាក់ថ្លៃព្រោះអីសាច់មានគេទិញណាមកយើងទៅលក់ទាំងសាច់ទាំងអីទៅវាអាចថានឹងធ្លាក់ថ្លៃទៅថ្ងៃមុខអីណាបើសិនណាយើងចេះទៅចូលរួមគ្នាដើម្បីទៅថាធ្វើឲ្យស្អាតលក់ឲ្យគេទៅគឺគុណភាពតម្លៃក៏នៅតែថេរហូតចឹងបងប្អូននេះក៏នៅតែការជែកម្លេចតិចបន្តួចពីខ្ញុំទេបងប្អូនព្រោះតាមការមើលឃើញតាមការជាក់ស្ដែងគឺបែបនោះមែនបងប្អូនគេត្រូវការតែស្អាតត្រូវការតែយើងផ្លេសយើងអីឲ្យបានល្អទៅណាបងប្អូនបើនិយាយរឿងស្វាយចន្ទីខ្ញុំវិញបងប្អូនបើសិនណាផ្លែគ្រប់ដើមផ្លែសពដូចថាគ្មានចម្លោះណាមួយគឺបានដែរនេះវាផ្លែដើមណាផ្លែដើមណាមិនផ្លែគឺអត់ខ្លះទឹកតែក្តឹបខ្លះតែអីទៅណាតែមានវគ្គក្រោយវគ្គមុនវគ្គបន្តប្រហែលជាជួលឆ្នាំគឺឬមិនតាន់ទេដោយសារតែវាទឹកតែក្តឹបមើលបងប្អូនក្តឹបវារាំងគួសមដែរវាមិនបានថាដូចចន្ទីគីក៏វាក្រាន់ដូចថាថ្មិចបើចន្ទីយើងតែប៉ុណ្ណេះហើយ vlog វីដេអូថ្ងៃនេះក៏មិនមែនច្រើនទេបងប្អូនមានតែប៉ុណ្ណេះឯងមានសកម្មភាពមានបេះស្វាយចន្ទីឬស្វាយចន្ទីប៉ុណ្ណេះឯងបងប្អូនហើយមិនអីទេមិនអីផ្លេកទេ